ស្លាញ់សម្រស់ប៉ុន្តែទុកសម្រស់ចោលអត់ដែលខ្វាយខ្វល់ពីសម្រស់ខ្លួនឯងទេអញ្ចឹងធ្វើមិនទៅយើងមានសម្រស់ស្រស់ស្អាតដូចគេទៅសម្រាប់ខ្ញុំពេលដែលខ្ញុំឃើញនរណាម្នាក់ស្រស់ស្អាតខ្ញុំជឿជាក់ថាគាត់នឹងគឺជាមនុស្សឧស្សាហ៍ហ្មងព្រោះមនុស្សឧស្សាហ៍ទៅជាមនុស្សដែលមើលថែខ្លួនឯងបានដិតដល់ហើយមិនបដ ாய் ខ្លួនឯងឲ្យទៅតាមធម្មជាតិដែលទុកស្បែកឬសម្រស់ខ្លួនឯងចោលទេដូចជាខ្ញុំផ្ទាល់មិនថារវល់យ៉ាងណាទេស្អាតគឺជាចំណុចទី1របស់ខ្ញុំតែងតែមកកន្លែងដែលខ្ញុំទុកចិត្តបំផុតដើម្បីមកតាមដានមើលសម្រស់និងសុខភាពស្បែករបស់ខ្ញុំថាតើវាយ៉ាងណាហើយត្រូវការថែមថយឬបន្ថែមអីឬទេខ្ញុំតែងតែមកពិគ្រោះជាមួយនឹងដុកទ័រជំនាញនៅ Secret Beauty Center នៅម្ដុំទូកកណាទាំងអស់គ្នាខ្ញុំមកជាប្រចាំបាត់ទៅហើយនេះនឹងគាត់ទៅតែធ្វើឡើងវិញថ្មីកន្លែងគាត់ស្អាតជាងមុនធំទលាជាងមុនហើយខ្ញុំចង់ប្រាប់ថាគឺផាសុខភាពមែនតែនហើយម៉ត់ចត់ខ្លាំងណាបន្ទាប់ពីជួបជាមួយនឹងដុកទ័រជំនាញហើយយើងក៏ត្រូវតាមមកពិភាក្សាបន្តជាមួយនឹងបងស្រីម្ចាស់កន្លែងដើម្បីឲ្យគាត់ confirm ថាអូខេយើងគួរធ្វើកន្លែងណាឬអត់កន្លែងណាម្ដងទៀតឲ្យច្បាស់ហើយទៅគេនាំយើងមកបន្ទប់ទទួលសេវាកម្មមុននឹងទទួលសេវាកម្មបើសិនជាយើងមានជាការចាក់ឬក៏អីអញ្ចឹងដែលធ្វើឲ្យឈឺចាប់អីអញ្ចឹងគេនឹងឲ្យយើងញ៉ាំថ្នាំបំបត្តិការឈឺចាប់សិនក៏ឡងពេលដែលថ្នាំកំពុងតែដំណើរការគេមកធ្វើសេវាកម្មផ្សេងដែលយើងបានកក់ទុកដូចជាការបាញ់ laser ឃ្លាបបំបត្តិដុំកន្ទួលពកលើស្បែកនិងជំរុះរោមដោយ laser នឹងដូចគ្នាអញ្ចឹងសាច់ក្លៀកយើងម៉ត់យើងលើកដៃ hello ទៅគេយើងអត់ខ្មាស់គេទេហើយបន្ទាប់មកស្បែកមុខក៏អញ្ចឹងដែរសំខាន់បំផុតបើសិនជាយើងជាអ្នកដែលផាត់មុខរាល់ថ្ងៃត្រូវកម្ដៅថ្ងៃរាល់ថ្ងៃយើងត្រូវតែយកចិត្តទុកដាក់ជាមួយវាខ្លាំងបំផុតហ្មងអ្នកទាំងអស់គ្នាម៉ាស្សាមុខហើយនឹងបញ្ចូលវីតាមីនឲ្យបានច្រើនគឺជំនួយស្បែកមុខយើងថ្លាខ្លាំងមែនតើអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តមកបញ្ចូលវីតាមីននៅកន្លែងគាត់ហើយពេលខ្លះក៏ចាក់វីតាមីនផងដែរអ្នកទាំងអស់គ្នាគ្រាន់តែថាពេលខ្លះបើសិនជាខ្ញុំរវល់ខ្ញុំមានថតអីច្រើនខ្ញុំអត់បានចាក់ទេប៉ុន្តែសម្រាប់Botox lifting នេះគឺសំខាន់ចាក់នៅគៀនមុខទេអញ្ចឹងវាអត់មានបញ្ហានៅលើស្បែកមុខហើយបន្ទាប់មកខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលពីទីតាំងកន្លែងគាត់មានបន្ទប់ជាច្រើនហើយធំទូលាយមានផាសុខភាពអ្នកទាំងអស់គ្នាហើយចូលមកគឺដូចអូតែផ្កាយ5តែម្ដងអ្នកនរគ្នានិយាយទៅខាងក្រោមគេធ្វើដូច lobby អូតែលចឹងអ្នកនរគ្នាបើសិនជាយើងមកយើងអង្គុយរងចាំហើយគេមានកាហ្វេមាននំឲ្យយើងញ៉ាំហើយបុគ្គលិកគេរុះរាយរាក់ទាក់ហើយបើសិនជាបន្ទប់ទឹកអីគឺផាសុខភាពនិយាយទៅអូតែលហ្មងគឺស្អាតហ្មងហើយអញ្ចឹងអ្នកទាំងអស់គ្នាចង់ដឹងថាទីតាំងនៅណាយើងមកមើលទីតាំងទាំងអស់គ្នាបើសិនជាយើងជិះពីអង្តែនទូកកមកអ្នកទាំងអស់គ្នាមើលទៅស្គាល់ហើយដែលសារតែម្ដុំហ្នឹងគឺល្បីណាស់អ្នកនៅពេញយើងគឺស្គាល់ហើយណាហើយបើសិនជាចង់ឲ្យច្បាស់តិចទៀតហ្នឹងនៅខាងក្រោយវីដេអូខ្ញុំនឹងដាក់ page របស់គាត់ផ្ទាល់អញ្ចឹងអាចឆាតចូលទៅក្នុង page Facebook របស់គាត់ហើយសួរនាំពីសេវាកម្មតម្លៃក៏ដូចជាទីតាំងឲ្យច្បាស់ម្ដងទៀតក៏បានដែរតែបើសិនជាចង់មើលតាមវីដេអូក៏មើលយល់ដែរអ្នកទាំងអស់គ្នាយើងជិះចូលមកអញ្ចឹងមកថងរហូតមកហើយយើងបត់ចូលមកតាមច្រកសាលានេះមកអ្នកទាំងអស់គ្នាទៅត្រង់ទៅនឹងឃើញទីតាំងរបស់គាត់ហើយនៅខាងស្ដាំដៃពណ៌ទឹកក្រូចឆ្វាចតែម្ដងអ្នកទាំងអស់គ្នាហើយច្រើនជាន់ខ្លាំងណាហើយអ្នកទាំងអស់គ្នាទុកចិត្តបានព្រោះជាកន្លែងដែលខ្ញុំទុកចិត្តខ្លាំងបំផុតអ្នកទាំងអស់គ្នាចង់បានទទួលសេវាកម្មអីអាចឆាតចូលទៅក្នុង page របស់គាត់បានសូមអរគុណ Secrets Beauty Center